ตาនៅទីក្រុងយើងចិញ្ចឹមប្រៀបបានដែរឬទេបានបងប្អូននៅទីក្រុងយើងចិញ្ចឹមលើដូចជាបងប្អូនដែលមានផ្ទះថ្មមួយជាន់ពីរជាន់អញ្ចឹងហើយខាងលើមានចាក់ប្លង់សេហ្នឹងគឺយើងអាចធ្វើជាដំបូលមកគូបើយើងមានប្រៀបមកគូយើងអាចធ្វើតែតឹង70បដោយ70ហើយកម្ពស់នោះហើយខ្ពស់តិចទៅ1ម៉ែត្រក៏បានដែរហើយហ្នឹងសម្រាប់ប្រៀបមកគូបើមេបាដែលវាកាត់ពូជបានយើងត្រូវចែកជាខណ្ឌដើម្បីឲ្យវាមានមួយផ្នែកគូខាងនេះមួយផ្នែកគូខាងនោះហើយខាងលើហ្នឹងគឺយើងត្រូវថាប្រក់ដំបូលដើម្បីការពារទឹកភ្លៀងកុំឲ្យទៅទឹកពងហើយនឹងសាចនៅពេលវាល្ងាហើយកុំបាត់ចិត្តពេកត្រង់ឲ្យមានពន្លឺថ្ងៃជះចូលនៅពេលព្រឹកព្រោះអីសត្វវាត្រូវការទទួលពន្លឺថ្ងៃនៅពេលព្រឹកហ្នឹងมันមានបញ្ហាទេបងប្អូនបើយើងចេះខាំងសត្វយើងកុំឲ្យហើរទៅលើទុំលើដបូលអ្នកដតីទៅទុំលើស្រួរកៅអៅអីគេផ្សេងហ្នឹងបើយើងគ្រប់គ្រងតែនៅតែផ្ទះយើងហ្នឹងគឺយើងចាំបាននៅទីក្រុងហើយសំខាន់គឺយើងគ្រប់គ្រងកាកសំណល់របស់វាហ្នឹងយើងបោសវាឲ្យស្អាតមកកុំឲ្យជះក្លិនទៅលើបងប្អូនយើងអ្នកជិតខាងហើយបើបញ្ហាសំឡេងវាអត់មានសូរសំឡេងខ្លាំងទេប្រៀបវាឮសូរសំឡេងតែហាវនាំគ្នាពងទេពេលណាដែលវាចូលពងហើយមានក្រាបមានកូនអីហើយវាលែងយំហើយបងប្អូនថ្មីជួយ follow ដើម្បីឃើញវីដេអូថ្មីអំពីរបៀបចិញ្ចឹមប្រៀប